សូមព្រះអង្គតែងតាំងអ្នកម្នាក់គួកជាព្រះមហេសីសូមព្រះអង្គទ្រង់ព្រះតម្រាក្រោកឡើងអរព្រះគុណព្រះអង្គគួឆាងក្រាបទូលសពសាយព្រះរាជបញ្ជាទី3យើងចង់មើលនាងនៅហ៊ានប្រកាយទៀតទេទទួលព្រះរាជបញ្ជាព្រះអង្គដល់ថ្នាក់ចាញ់រាជសារដល់ទៅ3ច្បាប់បានន័យថាព្រះអង្គសពតិនិងព្រះមហេសីណាសូមឆាប់ទទួលព្រះរាជសារទៅព្រះមហេសីឆាប់ទទួលរាជសារទៅព្រះអង្គយាបានដល់ហើយសូមក្រាបថ្វាយបង្គំព្រះអង្គក្រោកឡើងអរព្រះគុណព្រះអង្គនិយាយទៅនៅមានអ្វីមិនពេញចិត្តទៀតចិត្តខ្លាំងក្អេងក្អាងប៉ុន្តែនាងបានជាធ្វើតែកិច្ចការដែលមិនអាចឲ្យគេដឹងយើងពិតជាមិនដូចជាស្ដេចមានព្រះបញ្ញាញាណមែនអញ្ចឹងបើផ្ទេររាជបល្ល័ង្កនេះឲ្យទៅឆាវជើជៀនវិញគឺស័ក្តិសមជាងមែនទេឡើងយើងសួរនាងម្ដងទៀតជាលើកចុងក្រោយបើនាងហ៊ានប្រឆាំងព្រះរាជបញ្ជាទៀតយើងនឹងយ៉ាងម៉េចប្រហារជីវិតទេខ្ញុំប្រាប់ឲ្យដឹងស្ដេចដែលដណ្ដើមរាជបល្ល័ង្កបែបនេះលោកចូលចិត្តធ្វើព្រះមហេសីដែលស្អុយឈ្មោះក្នុងប្រវត្តិសាស្ត្រខ្ញុំមិនហ៊ានធ្វើទេនាងសំប្រិយទានតការប៉ັດព្រះមហេសីទ្រង់កុំនិយាយច្រើនអ្នកនាងតើអ្នកនាងធ្វើស្អីហ្នឹងអំបញ្ញមិញក្រែងអ្នកនាងចង់ទទួលរាជសារហើយហ៎សំណាងឲ្យដល់អត់ទទួលម្នាក់នេះឆ្លក់វង្វេងនឹងអំណាចហើយឈប់និយាយទៅអ្នកនាងត្រូវដឹងឥឡូវនេះគេគឺជាក្សត្រព្រះមហាក្សត្រទេព្រះមហាក្សត្រទៅវាយ៉ាងម៉េចថ្ងៃនេះគេដណ្ដើមរាជបល្ល័ង្កអ្នកដតីតើគេមិនខ្លាចថ្ងៃក្រោយអ្នកដតីដណ្ដើមគេវិញទេហើយអ្នកនាងសម្លាញ់ឈប់និយាយទៅខ្លាចស្អីយ៉ាងចាំងគឺស្លាប់គេដាច់ធម៌មេត្តាចំពោះបងប្អូននៅមានអ្វីដែលគេធ្វើមិនកើតទៀតនោះអើយថាម៉េចព្រះអង្គចាញ់រាជសារ3ច្បាប់តែងតាំងគេជាព្រះមហេសីអ្នកមនាងខ្ញុំបានទូលព្រះអង្គហើយឲ្យតែងតាំងអ្នកមនាងជាព្រះមហេសីប៉ុន្តែទ្រង់ព្រះអង្គនៅតែយាងទៅតែផ្ទាល់ទៀត
ចំមែនហើយបីសាច់កញ្ជ្រោងនោះមិនដឹងជាប្រើមន្តអាគមស្អីទេធ្វើឲ្យប្រុសម្នាក់ឆ្លក់បង្វែងនឹងគេដល់ថ្នាក់នេះជាពិសេសគឺជើយានដែលនៅក្បែរខ្លួនរបស់ ឆៃគេឯងដឹងថាកន្លែងនេះជាកន្លែងអីទេហ៊ានប្រហើនបែបនេះផងផ្ទះមាត់ អ្នកមនាងខ្ញុំនិយាយនេះគឺដើម្បីជួយអ្នកមនាង នៅហ៊ានបកាយទៀតទេតែចង់ស្លាប់មែនទេ អូខ្ញុំមិនចង់ស្លាប់ទេអ្នកមនាងអញ្ចឹងខ្ញុំផ្ទះមាត់ខ្លួនឯងអាយ៉អូយអ្នកមនាងឆាយភេងដឹងខុសហើយខ្ញុំគួរតែស្លាប់ខ្ញុំផ្ទះមាត់ខ្ញុំគួរតែស្លាប់ខ្ញុំផ្ទះមាត់អាយ៉យឈឺណាស់អាយ៉យឈឺណាស់ ព្រះអង្គមើលឆ្នាំ អត់ស្គាល់ល្អអាក្រក់សោះគួរឲ្យក្តៅក្រហាយណាស់អ្នកម្នាងគួរ ព្រះពរ ឪពុកនាងពិតជាដាក់ឈ្មោះល្អឲ្យនាងមែនល្អយើងនឹងតែងតាំងនាងជាព្រះមហេសីគ្រប់គ្រងស្រីស្នំទាំងអស់ សូមឲ្យបានស្គាល់នឹងគ្នាជារៀងរហូត អ្នកម្នាងគួរ ព្រះពរ ឪពុកនាងពិតជាដាក់ឈ្មោះល្អឲ្យនាងមែនល្អយើងនឹងតែងតាំងនាងជាព្រះមហេសីគ្រប់គ្រងស្រីស្នំទាំងអស់ គេមិនត្រូវការកក់បោះមកឲ្យខ្ញុំ យ៉ាងម៉េច អូ នាងមិនព្រមទេហ៎ តែខ្ញុំម្ចាស់សប្បាយចិត្តស្ទើរសន្លប់ទៅហើយភ្លាមអត់ដឹងថាត្រូវឆ្លើយតបយ៉ាងម៉េចខ្ញុំម្ចាស់សូមអរព្រះគុណព្រះអង្គម៉ឺនឆ្នាំ ក្រោកឡើង អរព្រះគុណព្រះអង្គ គូឆាងក្រាបទូលព្រះអង្គសពផ្សាយព្រះរាជបញ្ជាយើងទម្លាក់ដំណាក់ឆាវឆាវជាដំណាក់ត្រជាក់ចាប់ពីថ្ងៃនេះទៅអត់មានបញ្ជាពីយើងពួកស្នំអាយចិនមិនអាចចេញទៅក្រៅប្រទេសប្រាស់ទេម្យ៉ាងទៀតអ្នកប្រុសឆាងធីងនិងព្រះនាងតង់សៀងគឺមិនអាចទៅជួបនាងដោយខ្លួនឯងទេប្រឆាំងគឺប្រហារជីវិតទទួលព្រះរាជបញ្ជា ស្រុកខាងកើត អូយេន អ្នកប្រុសអរគុណទេវតាអ្នកប្រុសដឹងខ្លួនហើយក ន្លែងនេះគឺជាលោកដំណើររបស់ព្រះអម្ចាស់របស់អ្នកប្រុសសុំទោសខ្ញុំដៃធ្ងន់ពេកហើយមកតាមផ្លូវអ្នកប្រុសអត់ដឹងខ្លួនសោះខ្ញុំក៏នាំអ្នកប្រុសមកកន្លែងនេះទៅខ្ញុំហៅអ្នកនៅកន្លែងនេះបោះសម្អាតហើយខ្ញុំអញ្ជើញគ្រូពេទ្យមកទៀត អូយេនឯណាអូយេន អូយេន
អូយៀនគាត់ប្រហែលជាមានគ្រោះថ្នាក់ហើយអ្នកប្រុសបំពន់សុខភាពខ្លួនឯងសិនទៅ អូយៀន អ្នកប្រុសខ្ញុំចូលក្រុងច្រើនថ្ងៃហើយរឿងរបស់អ្នកប្រុសខ្ញុំដឹងតាមខ្ញុំយល់គឺអ្នកប្រុសធំចំណែននឹងអ្នកប្រុសមិនចង់ឲ្យអ្នកប្រុសថាគេមានបំណងអាក្រក់ដូច្នេះហើយក៏បញ្ជូនអ្នកប្រុសមកស្រុកអានហើយបញ្ជាគេមកតាមសម្លាប់អ្នកប្រុសទៀត ទេមិនអាចទេព្រះអង្គមិនមែនជាមនុស្សបែបនេះទេទ្រង់ សពបីតរិចបលាំងក៏គេហ៊ានដណ្ដើមនៅមានអ្វីដែលធ្វើមិនបាននោះអ្នកប្រុស បានហើយឈប់និយាយទៅឥឡូវនេះការសំខាន់គឺត្រូវស្វែងរកអូយៀនទោះជាគេស្លាប់ក៏ដោយក៏ខ្ញុំត្រូវតែរកគេឲ្យឃើញដែរខ្ញុំត្រូវតែបញ្ចុះសពគេឲ្យស្រួលបួល អ្នកប្រុសខ្ញុំចាត់មនុស្សឲ្យទៅរកហើយខ្ញុំជឿថាក្នុងពេលឆាប់នេះប្រកាសជាមានដំណឹងអ្នកប្រុសបំពន់សុខភាពខ្លួនឯងសិនទៅ អូយៀនតើឯងនៅកន្លែងណាឯងនៅកន្លែងណា ព្រះមហាក្សត្រពាន់ឆ្នាំ ក្រោកឡើងឆៃភីងតើឯងយ៉ាងម៉េចហ្នឹង ព្រះមហាក្សត្រគឺជើយាននៅដំណាក់ឆាឈាវនឹងណាម្នាក់នោះធម្មតាមើលងាយខ្ញុំម្ចាស់មិនអីទេតែសូម្បីតែព្រះមហាក្សត្រក៏គេមិនទុកក្នុងកៅភ្នែកដែរ គំនុំនេះយើងទុកក្នុងចិត្តយូរហើយទុកចិត្តចាស់យើងកុំតែឲ្យពួកគេដឹងស្នាដៃទេ អូ ព្រះមហាក្សត្រទូលបង្គំក្រាបថ្វាយបង្គំព្រះមហាក្សត្រ មិនបាច់គួរសមទេ អរប្រគុណព្រះមហាក្សត្រ នេះជារបស់ស្អីហ្នឹង អូដើម្បីថ្វាយព្រះពរព្រះមហាក្សត្រនេះគឺជាគុជសេះសដែលទូលបង្គំថ្វាយដល់ព្រះមហាក្សត្រ លោកមេកាគូយើងទូលព្រះអង្គថាឯងគឺជាមេកាឯងកុំគ្រប់គ្រងគេធ្វើឲ្យគេខឹងណា ព្រះមហាក្សត្រទូលបង្គំមិនហ៊ានទេសេះគុជនេះគឺទូលបង្គំទិញមកពីក្រុងយាកដើម្បីយកមកថ្វាយទ្រង់ដាច់ខាតមិនមែន បានហើយរឿងយើងឲ្យឯងទៅយាមព្រះអង្គទៅដំណាក់ឆាងអានសោយក្រយ៉ាតើឯងទៅហើយឬនៅ មករឿងនេះទូលបង្គំមិនដឹងថាគួរនិយាយឬអត់ទេ និយាយទៅ តាមផ្លូវទៅដំណាក់សិក្សាឃើញព្រះអង្គនៅខាងក្រៅដំណាក់ឆាងឈាវយាងទៅយាងមកតូតចូលក្នុងដំណាក់ដោយមនោសញ្ចេតនាដ៏ផ្អែមត្រជាក់